សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបង្កើត Channel នេះឡើងដើម្បីចែករំលែកចំណេះដឹងជាពិសេសសម្រាប់សិស្សត្រៀមប្រឡងបាក់ឌុបឆ្នាំ2026នៅទីនេះអ្នកនឹងទទួលបានសង្ខេបមេរៀនងាយយល់គន្លឹះប្រឡងឲ្យបានពិន្ទុខ្ពស់ Tips រៀនវិញ្ញាថ្មីទៀតប្រឡងបាក់ឌុបចាប់ផ្ដើមជាមួយមុខវិជ្ជាប្រវត្តិវិទ្យាសម្រាប់បាក់ឌុប2026សូមគាំទ្រ Channel ថ្មីនេះផង Like Share Subscribe អរគុណសម្រាប់ការគាំទ្រវិញ្ញាសាបាក់ឌុប2026មុខវិជ្ជាវិញ្ញាសាប្រវត្តិវិទ្យាប្រធាន1កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាននិងជាមួយប្រទេសជិតខាងនាំមកនូវផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា2តើអ្វីជាសង្គ្រាមត្រជាក់តើសង្គ្រាមត្រជាក់មានផលវិបាកអ្វីខ្លះដល់កម្ពុជា3ជួលវិភាគពីមូលហេតុដែលរបបសង្គមរាស្ត្រនិយមឆ្នាំ1953ដល់1970នៃនយោបាយអព្យាក្រឹតនៅកម្ពុជា4តើអ្វីជានយោបាយបង្រួមរួមជាតិដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា5តើសុខសន្តិភាពបាននាំអ្វីខ្លះដល់កម្ពុជាក្នុងរយៈពេល20ឆ្នាំចុងក្រោយនេះចម្លើយ1កម្ពុជាបានទទួលផលប្រយោជន៍ពីការចូលជាសមាជិកអាស៊ានដូចជាកម្ពុជាអាចធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាសមាជិកក្នុងតំបន់កម្ពុជាមានឱកាសប្រកួតប្រជែងខ្ពស់ជាមួយប្រទេសក្នុងតំបន់ទាក់ទាញវិនិយោគទុនបានច្រើនទាំងក្នុងតំបន់និងពិភពលោកធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនកម្ពុជាទទួលបានកំណើនភ្ញៀវទេសចរកម្ពុជាទទួលបានសុខសន្តិភាពមិននៅឯកោកម្ពុជាបានចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ានមានការផ្លាស់ប្ដូរផ្នែកចំណេះដឹងសង្គមវប្បធម៌កីឡាពីប្រទេសជាសមាជិកអាស៊ានទាំងផ្លាស់ប្ដូរគ្នាទៅវិញទៅមកផ្នែកវិស័យអប់រំវិទ្យាសាស្ត្របច្ចេកវិទ្យាព័ត៌មានវិទ្យាថ្មីប្រសើរទៀតមានចម្លើយត្រឹមត្រូវផ្សេងទៀត2សង្គ្រាមត្រជាក់និងឥទ្ធិពលចំពោះកម្ពុជានិយមន័យសង្គ្រាមត្រជាក់ជាប្រភេទសង្គ្រាមធ្វើការប្រណាំងប្រជែងខាងផ្នែកគ្រឿងសព្វវុធទំនើបមនុស្សគមនវិទ្យានយោបាយបច្ចេកវិទ្យារវាងប្លុកកុម្មុយនីសសហភាពសូវៀតនិងប្លុកសេរីសហរដ្ឋអាមេរិកដែលជាអ្នកបង្កផលវិបាកចំពោះកម្ពុជានយោបាយអព្យាក្រឹតដើរមិនចំទីសាសដែលសារឥទ្ធិពលសង្គ្រាមត្រជាក់ពិបាករដ្ឋាភិបាលផ្ទុះឡើងស្ដាំនិយមឆ្វេងនិយមកណ្ដាលនិយមផ្នែកតំណែងទំនោរការទូតដោយសហរដ្ឋអាមេរិកកម្ពុជាងាក់ពីអាមេរិកទៅចាប់ដៃចិននិងវៀតណាមខាងជើងពួកស្ដាំនិយមរៀបចំផែនការដណ្ដើមអំណាចពីសម្ដេចសីហនុរដ្ឋាភិបាលថ្ងៃទី18មីនាឆ្នាំ1970ដែលជាការទម្លាក់សម្ដេចសីហនុពីប្រមុខរដ្ឋខ្មែរក្រហមពង្រីកកម្លាំងកាន់តែខ្លាំងដោយមានការគាំទ្រពីវៀតណាមនិងប្រទេសចិនសង្គ្រាមស៊ីវិលបានផ្ទុះឡើងរវាងរបបសាធារណរដ្ឋខ្មែរនិងកងកម្លាំងប្រតិបត្តិខ្មែរក្រហមបានឡើងកាន់កាប់អំណាចនៅថ្ងៃទី17មេសាឆ្នាំ1975ការទទួលយកគម្របបរិវត្តវប្បធម៌ចិនមកអនុវត្តដោយខ្មែរក្រហមការកាប់សម្លាប់រងាវលើប្រជាជនដែលបណ្ដោះឲ្យពលរដ្ឋស្លាប់ប្រមាណ7លាននាក់ថ្ងៃទី7មករាឆ្នាំ1979កងកម្លាំងប្រសិទ្ធសាមគ្គីសង្គ្រោះជាតិកម្ពុជានិងកងទ័ពវៀតណាមបានលើកទ័ពហ្វូរលំរបស់ខ្មែរក្រហមវត្តមានកងទ័ពវៀតណាមនិងជំនាញការវៀតណាមលើទឹកដីខ្មែរចលនាអេសាយន្តរបបបង្កើតឡើងដើម្បីប្រឆាំងនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានិងកងកម្លាំងប្រតិបត្តិខ្មែរក្រហមឆ្នាំ1984ផែនការចរចាសន្តិភាពបានរៀបចំឡើងដោយសម្ដេចសីហនុនិងសម្ដេចហ៊ុនសែនមានចម្លើយត្រឹមត្រូវផ្សេងទៀត4ការខិតខំចរចាការសន្តិភាពនិងការបង្រួមរួមជាតិនៅកម្ពុជាខែវិច្ឆិកា1984ប្រទេសបារាំងរៀបចំគម្រោងជំនួយរវាងនរោត្តមសីហនុនិងតំណាងសាធារណរដ្ឋប្រជាមានិតកម្ពុជាឆ្នាំ1985សភាការនយោបាយនៅអាស៊ានអនុគ្រោះថាការចរចាសន្តិភាពនៅកម្ពុជាខែកក្កដា1987ទស្សនកិច្ចជាទិដ្ឋាការរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីនៅវៀតណាមពិភាក្សាលើរូបមន្តនៃការជួបគ្នារវាងគូវិបត្តិខ្មែរទាំងអស់ជាពីរដំណាក់កាលគឺការជួបគ្នារវាងបណ្ដាភិក្ខុខ្មែរបរិបទទាំងពីរការជួបគ្នារវាងបណ្ដាភិក្ខុខ្មែរនិងប្រទេសពាក់ព័ន្ធដើម្បីដោះស្រាយនយោបាយនៅកម្ពុជាឆ្នាំ1987ចំនួនកម្ពុជារវាងអាមេរិកនិងសូវៀតធ្វើឲ្យសភាពការនៅកម្ពុជាធូរស្រាលខែសីហានិងតុលា1987រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាដាក់សំណើសន្តិភាពនិងបង្រួមរួមជាតិទៅពីគីសម្ដេចនរោត្តមសីហនុថ្ងៃទី2 ដុល្លារ1987ជួបលើកទី1រវាងសម្ដេចនរោត្តមសីហនុនិងលោកហ៊ុនសែនថ្ងៃទី1ដល់2មករា1988ចំនួនលើកទី2នរោត្តមសីហនុនិងលោកហ៊ុនសែននៅប្រទេសបារាំងចំនួនលើកទី3 4 5សម្ដេចនរោត្តមសីហនុបានលោកចូលវេទិកាសម្ដេចសីហនុនិងឯកឧត្តមហ៊ុនសែនប្រព្រឹត្តទៅនៅទីក្រុងប៉ារីសកាតានិងប៉ាតាយាដើម្បីដោះស្រាយនយោបាយកម្ពុជាថ្ងៃទី26កញ្ញា1989កងទ័ពវៀតណាមដកទ័ពចេញពីកម្ពុជារដ្ឋាភិបាលកម្ពុជាខិតខំនិងមានការគាំទ្រពីមតិជាតិនិងអន្តរជាតិដើម្បីទប់ទល់កងទ័ពខ្មែរក្រហមនិងកម្លាំងទេសភាគក្រុមទៀតថ្ងៃទី30កក្កដាដល់30សីហា1989នៅទីក្រុងប៉ារីសសហប្រធានឥណ្ឌូនេស៊ីបារាំងបានបង្កើតក្រុមប្រឹក្សាជាតិចុងថ្មី SNC នៅថ្ងៃទី10កញ្ញា1990ដែលបានសមាជិក12រូប6រូបមកពីភាគីរដ្ឋកម្ពុជានិង6រូបមកពីសម្ព័ន្ធត្រីភាគីក្រុមប្រឹក្សាជាតិចុងថ្មីប្រជុំនៅទីក្រុងបាងកកនៅប្រទេសបារាំងក្រុងយូយ៉កសាកាតាប៉ាតាយានិងបៃកាំងដើម្បីរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅកម្ពុជាថ្ងៃទី23 24មីនា1994ភាគីទាំង4បានស្រួលគ្នាដោះស្រាយបញ្ហាជាតិ
ថ្ងៃទី23តុលា1994សន្និសីទទីក្រុងប៉ារីសបានព្រមព្រៀងចុះហត្ថលេខាលើសន្ធិសន្តិភាពហើយវិបត្តិនយោបាយនៅកម្ពុជាត្រូវបានបញ្ចប់ថ្ងៃទី23ដល់28ឧសភា1993ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ត្រូវបានរៀបចំឡើងដោយUNTA 5សន្តិភាពដែលសម្រេចបានមកពីឆ្នាំចុងក្រោយវិស័យនយោបាយក្នុងប្រទេសកម្ពុជាបានសុខសន្តិភាពនិងមានស្ថិរភាពនយោបាយមានការបោះឆ្នោតជ្រើសរើសមេដឹកនាំតាមបែបប្រជាធិបតេយ្យនយោបាយក្រៅប្រទេស1999កម្ពុជាចូលជាសមាជិកអាស៊ាន2004ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក2012 2022កម្ពុជាធ្វើជាប្រធានអាស៊ានកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសក្នុងតំបន់និងក្នុងពិភពលោកមតិផ្សេងៗវិស័យសេដ្ឋកិច្ចកសិកម្មកំណើនទានផលកសិកម្មព្រោះសម្បូរទីផលឧស្សាហកម្មកំណើនរោងចក្រសហកម្មពាណិជ្ជកម្មសម្បូរវិនិយោគទុនសម្បូរទីផលទេសចរកំណើនភ្ញៀវទេសចរបង្កើនការងារនិងប្រាក់ចំណូលដល់ប្រជាជនអរញ្ញធម៌សេរីភាពអត្រាប្តូរការកំណើនគមនាគមន៍មានការសាងសង់ស្ពានភ្លឺពីទីក្រុងដល់ជនរដ្ឋប្រព័ន្ធទឹកភ្លើងគ្រប់ទីកន្លែងនិងកំណើនសេដ្ឋកិច្ចជារៀងរាល់ថ្ងៃវិស័យសង្គមអប់រំមានសាលារៀនគ្រប់កម្រិតគ្រប់ទីកន្លែងនិងមានកំណើនទាំងមនុស្សជនវប្បធម៌ក៏កកែវប្បធម៌ឲ្យរូបឡើងវិញដាក់ចំណាំសម្បត្តិវប្បធម៌ជាបេតិកម្មពុនពិភពលោកសុខដុមរមនាក្នុងសាសនាសុខាភិបាលមានការបង្កើនមតិបេតិមណ្ឌលសុខភាពពីទីក្រុងដល់ជនរដ្ឋប្រសិទ្ធដល់ស្ត្រីសមភាពភីឌាមតិផ្សេងៗសំកាលប្រសិនបើសិស្សសរសេរពុំតាមប្លង់អត្រាកំណែប៉ុន្តែសរសេរត្រូវអត្ថន័យក៏ឲ្យពិន្ទុដែរ